បន្ទប់ទឹកគឺមានសារៈសំខាន់ណាស់សម្រាប់ក្បួនហុងស៊ុយដូច្នេះយើងក៏បីសិក្សាឲ្យច្បាស់ហើយធ្វើបន្ទប់ទឹកឲ្យត្រូវព្រោះបន្ទប់ទឹកជាឃ្លាំងទ្រព្យជាលេខ ID ធនាគារជាលេខកុងធនាគារនិងជាកាបូបលុយរបស់យើងបន្ទប់ទឹកដែលត្រូវបាទទី1បន្ទប់ទឹកត្រូវនៅបរិវេណខាងក្រោយបំផុតហើយនៅចំហៀងខាងនេះបាទទី1ទី2បាតនៃបន្ទប់ទឹកត្រូវទៀបជាងបាតនៃផ្ទះបាយមួយតឹកទី3ទំហំនៃបន្ទប់ទឹកបាទត្រូវមានទំហំពី4ម៉ែត្រក្រឡាទៅ6ម៉ែត្រកន្លះបាទប៉ុណ្ណឹងហើយទ្វារបន្ទប់ទឹកត្រូវបើកបាទបើកចូលក្នុងបាទបើកចូលក្នុងនៅចំហៀងខាងក្រោយបាទចានបង្គន់បាទត្រូវបែរចំហៀងបាទបែរទៅទ្វារហើយកន្លែងចានបង្គន់ត្រូវមានធុងទឹកមួយកន្លែងងូតទឹកពេលងូតទឹកធ្វើយ៉ាងណាឲ្យងូតទឹកបែរទៅមុខបែរទៅទ្វារធំកន្លែងងូតទឹកនេះត្រូវមានធុងទឹកមួយបាទនេះជាក្បួនខ្នាតដ៏ត្រឹមត្រូវបំផុតសម្រាប់ក្បួនហុងស៊ុយធ្វើបន្ទប់ទឹកបើវីដេអូនេះមានប្រយោជន៍សូម share បន្តដើម្បីចែកគ្នាដឹងឮនិងធ្វើការសិក្សា